បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានคลิปវីដេអូមួយមកណែនាំជូនបងប្អូនដើម្បីទស្សនាទុកជាការយល់ដឹងបន្តិចបន្តួចបាទសម្រាប់បងប្អូនណាដែលចេះហើយទៅចេះទៅបាទមិនបាច់ comment មកជេរទេបាទហ្នឹងហើយខ្ញុំប្រាប់ទៅសម្រាប់អ្នកអត់ដឹងអញ្ចឹងណាអញ្ចឹងខ្ញុំមានคลิปវីដេអូមួយទាក់ទងជាមួយនឹងការធ្វើវីដេអូបាទបញ្ឈរបាទអញ្ចឹងតាមធម្មតាយើងធ្វើនៅក្នុងកម្មវិធី Adobe Premiere Pro អញ្ចឹងភាគច្រើនយើងធ្វើដាក់តាម YouTube អីអញ្ចឹងវីដេអូភាគច្រើនគឺផ្ដេកបាទអញ្ចឹងថ្ងៃនេះខ្ញុំមានคลิปវីដេអូមួយមកចែកជូនបងប្អូនទស្សនាឲ្យដឹងពីរបៀបបាទកំណត់ឲ្យវាទៅជាបញ្ឈរបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅតាមដានមើលវីដេអូទាំងអស់គ្នាបាទមុនចូលដល់វីដេអូសូមបងប្អូនជួយ like និងជួយ subscribe ម្នាក់មួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តទៅមុខទៀតបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលទាំងអស់គ្នា Let's go បាទអញ្ចឹងយើងមកក្នុងកម្មវិធី Adobe Premiere Pro របស់យើងមកបាទអញ្ចឹងយើងបើកកម្មវិធីចេញមកអញ្ចឹងគឺវាមានរូបរាងវាបែបនេះខ្ញុំប្រើកម្មវិធី Adobe Premiere Pro CC 2019បាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលទាំងគ្នា Let's go យើងទៅ file new ហើយ project បាទអញ្ចឹងយើងដាក់ឈ្មោះបាទដាក់ឈ្មោះបាទដាក់ឲ្យដាក់ទៅបាទស្រេចបងប្អូនដាក់អញ្ចឹងណាដាក់វីដេអូនេះមកចេញទៅថៃទៅแชร์វីដេអូអានវាបាទខ្ញុំដាក់វីដេអូ001អូខេបាទកុំព្យូទ័រខ្ញុំវារៀងដើរយូរបន្តិចបាទបាច់ច្រើនពេកតែបាទខ្ញុំបើកឲ្យចាំមកទូទៀតណាក្នុងកន្លែងនេះខ្ញុំកាត់ឲ្យចូលដល់កន្លែងចែកយើងវាម្ដងបាទអញ្ចឹងយើងបើកយើងដាក់ឈ្មោះដាក់អីហើយរួចអញ្ចឹងវាមកចេញរូបរាងជាបែបនេះណាបងប្អូនអញ្ចឹងយើងឃើញឆ្លាស់អញ្ចឹងយើងមកคลิกត្រង់កន្លែងនេះបងប្អូនយើងคลิกខ្វាដល់បើคลิกខ្វាមកស្ដាំបងប្អូនคลิกស្ដាំយើងឃើញ new item នេះបងប្អូន new item យើងចុចមក sequence ចុច sequence អកមកវានឹងឡើងឲ្យយើងរូបរាងបែបនេះអញ្ចឹងចេញរូបរាងបែបនេះហើយបងប្អូនដែលថតនៅតាមទូរស័ព្ទឬកាមេរ៉ាអីយើងមើលនៅក្នុង frame របស់យើងថតនៅក្នុងកម្រិត Full HD ឬក៏កម្រិតច្បាស់ប៉ុណ្ណាអញ្ចឹងយើងដាក់តាមនេះទៅអញ្ចឹងខ្ញុំយកវីដេអូនេះចេញមកពី Gemini អញ្ចឹងវាកម្រិត Full HD បាទអញ្ចឹងខ្ញុំយក32បាទហ្នឹងហើយបន្តទៀតយើងមកកន្លែង setting យើងមើលនៅខាងលើនេះបងប្អូនយើងចុចមកកន្លែង setting នេះមកคลิกលើ setting ហ្នឹងអញ្ចឹងយើងឃើញ DV File បាទ DV File យើងចុចមកកន្លែងព្រួយខាងក្រោមនេះមកយើងយក custom យើង scroll ទៅលើអស់បងប្អូនយើងយក custom អញ្ចឹងយើងយក custom ទាំង home video ដែលពីមុនមកគឺវាអញ្ចឹងខ្ញុំអាចយកទេវីដេអូនេះវា 16.9 បាទអញ្ចឹងយើងមកកែនៅកន្លែងនេះបងប្អូនយើងកែ1080និង1920បាទអានេះយើងដាក់1080កន្លែងនេះបាទយើងចុចដូរវា1080អើយចុយដុំ set 1080 អានេះយើងយក1920បាទឲ្យត្រូវតាមស្តង់ដារវា1920អាឡែបាទអញ្ចឹងយើងមកសង្កេតមើលកន្លែងនេះបងប្អូនវា 16.9 អញ្ចឹងយើងចុចអាកន្លែងនេះមកយើងយកលើគេបងប្អូន 1.0 បងប្អូនណាយើងយក 1.0 មកយើងคลิกលើវាពឹបអញ្ចឹងคลิกលើវាហើយវានឹងឡើង9ត16អញ្ចឹងទំហំរបស់យើងគឺបញ្ឈរអញ្ចឹងយើងចុចអូខេបាទ
ហ្នឹងហើយចាំវាតិចទៀតវាឡើងផ្ទាំងមកកន្លែងនេះបងប្អូនឡើងផ្ទាំងមកឈរហ្នឹងហើយបាទនេះយើងមើលតែទំហំប៉ុណ្ណេះដឹងហើយហ្នឹងហើយអញ្ចឹងយើងទៅយករូបវីដេអូយកមកដាក់បាទយកវីដេអូយកមកដាក់បាទយើងចុចកន្លែងនេះមកយើងមានវីដេអូអីដាក់ថតតាមទូរស័ព្ទដៃបាទដាក់ល្មមបាទតាមទូរស័ព្ទដៃបាទខ្ញុំយកពីរូបភាព Gemini មកវារាងធំក៏ដាក់កើតដែរនេះខ្ញុំយករូបភាពនេះបងប្អូនខ្ញុំយកវីដេអូនេះយកមកដាក់ខ្ញុំដាក់ម្ដងយើងមកដាក់នៅកន្លែងនេះក៏បានយើងដាក់ចំតែម្ដងក៏បានដែរយើងមិនបាច់បង្កើតនេះវាទេយើងដាក់យើងចុចអានេះមកបាទ keep existing setting យើងចុចអានេះ clip មកវាឡើងហើយយើងបង្ខិតនេះមកជិតមកអញ្ចឹងទំហំវីដេអូនេះវាអត់បានតាមទូរស័ព្ទដៃរបស់យើងទេតូចជាងបាទឃើញទេឃើញវាសល់ខ្ញុំចុចនេះសិនដកភាគរយសិនខ្ញុំដាក់ feed ធម្មតាអញ្ចឹងវីដេអូនេះវាតូចជាងឃើញទេហ្នឹងហើយវាអត់បានទំហំយើងអត់បានទំហំប៉ុណ្ណាកញ្ចក់ទូរស័ព្ទយើងបងប្អូនឃើញទេវាតូចជាងទេអញ្ចឹងយើងលុបចោលលុបអានេះចោលបាទលុបចោលអញ្ចឹងខ្ញុំរកថ្មីយើងរកថ្មីរកវីដេអូណាដែលវាទំហំវាប៉ុននេះហ្នឹងកន្លែងថតមកពីទូរស័ព្ទដៃបងប្អូនខ្ញុំរកមើលរូបភាពសិនចាំមកផ្លេតសិនយ៉ាដូចអត់មានទេបាទវីដេអូនេះវីដេអូមានទេអញ្ចឹងខ្ញុំយកវីដេអូនេះមួយអានេះវីដេអូទូរស័ព្ទដៃខ្ញុំមកដាក់តែម្ដងកុំស្ទើរនេះគៀងបាទខ្ញុំយកមកដាក់រួចយើងមកកន្លែង Window ហើយមក Control Effect Control វានឹងឡើង scale បែបនេះបងប្អូនយើងឃើញទេយើងព្រីវាពេញមកកុំឲ្យវាជាប់ខ្មៅបាទវា260យើងយក260បានណានេះ260ហើយមកបាទ260វាដាច់ស្នាមខ្មៅនៅកវែងនេះយើងคลิกវាមួយមកคลิกឲ្យវាជាប់ហ្នឹងហើយមកយើងលេងមើលអានឹងក៏ពេញបាទពេញនៅក្នុងអេក្រង់ទូរស័ព្ទរបស់យើងបងប្អូនហ្នឹងហើយបាទហើយយើងយកคลิปមួយទៀតយើងមកដាក់คลิปនេះមានអ្វីនេះមានតែមួយชอบរោមើលប្រភេទសិនបងប្អូនអានេះទូរស័ព្ទដៃដែរនេះយកអានេះទៀតបាទយើងប្រាប់វាទៅយើងចុចលើវានោះយើងមកអានេះយក260យើងទាញអញ្ចឹងក៏បានដែរបងប្អូនបាទ260វាដាច់អស់ហើយអញ្ចឹងយើងคลิกលើវាមួយទៀតមកយើងលេងវាបាទលេងវានៅពេញនេះនៅពេញចប់វាអត់ដាច់ទេណាហ្នឹងហើយ
បាទអាហ្នឹងគឺការដែលយើងតម្លើងពីវីដេអូផ្ដេកទៅជាវីដេអូបញ្ឈរបងប្អូនហ្នឹងហើយបាទគឺមេរៀននេះគឺមានតែប៉ុណ្ណេះទេបងប្អូនបាទកុំភ្លេចជួយ Like ជួយ Subscribe ខ្ញុំម្នាក់មួយផងបាទដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតបាទសូមអរគុណបាទហ្នឹងហើយបើថាវីដេអូនេះមានសារៈសំខាន់ហើយក៏ចុច Subscribe មួយបាទដើម្បីទទួលចំណេះដឹងបន្តទៀតបាទខ្ញុំនឹងធ្វើឃ្លីបវីដេអូច្រើនជាងនេះបាទសូមអរគុណបាទបាយបាយ